ចាជំរាបសួរសួស្តីស្វាគមន៍សម្រាប់អ្នកដែលកំពុងតែមើលវីដេអូនេះចាយើងមកមើលអំពីរិស័យក្នុងខែ6សម្រាប់អ្នកឆ្នាំឆ្លូវចាថាតើយ៉ាងណាដែរអញ្ចឹងយើងមើលស្ថានភាពនៅក្នុងខែ6នៅពេលដែលចូលខែ6តើអ្នកឆ្នាំឆ្លូវណាគាត់ជួបរឿងអីខ្លះចាមានរឿងល្អទេចាមើលចាសម្រាប់អ្នកឆ្នាំឆ្លូវឃើញថាពាក់ព័ន្ធជាមួយនឹងការងាររកស៊ីឬការតំណែងជាមួយនឹងជនជាតិបរទេសឬក៏រឿងក្រៅប្រទេសអីឃើញថាសម្រាប់ជោគជ័យបានល្អចាការងារទៅមុខចាតែនៅក្នុងនោះដែរក៏ខ្ញុំឲ្យប្រយ័ត្នពាក់ព័ន្ធមួយសុខភាពពាក់ព័ន្ធជាមួយនឹងភ្នែកចាពាក់ព័ន្ធជាមួយនឹងកណាត់កចាតែបើរឿងស្នេហាដូចជាមិនទាន់សមប្រកបដល់ឡើយទេណាចាអញ្ចឹងយើងមើលអំពីរឿងការងារយើងចាសម្រាប់មនុស្សឆ្នាំឆ្លូវយ៉ាងណាដែរណាឆ្នាំឆ្លូវរឿងការងារចាសម្រាប់ការងារចាឃើញថាវាមានភាពរញ៉េរញ៉ៃតិចវាមានការសម័យច្រើនមានការគិតច្រើនណាហ្នឹងហើយបានតែគិតអត់ទាន់ចេញឬក៏ពាក់ព័ន្ធជាមួយនឹងអ្នករកស៊ីមានរឿងជាច្រើនឲ្យគិតឲ្យខ្វល់ចាប៉ុន្តែសួរថាគិតអត់ប្រយោជន៍ទេវាមិនអត់ប្រយោជន៍ទេវាបានវារលូនដែរចានៅក្នុង7រឿងវាចេញបាន3រឿងតូចបំផុតក៏បាន1រឿងដែរណាចាអញ្ចឹងពាក់ព័ន្ធជាមួយនឹងការងាររកស៊ីណាឃើញថាអត់អីទេអាចដំណើរទៅបានចាឃើញថាមានភ្ញៀវហូរហែចាឃើញថាมันជាបញ្ហាអីចាមានកង្វល់អីច្រើនទេគ្រាន់ថាយើងមានការព្រួយបារម្ភមានភាពសម័យច្រើនពាក់ព័ន្ធជាមួយនឹងការងារក៏ដូចជាការរកស៊ីរបស់យើងដែរចាការងារអត់បញ្ហាទេគាត់ថារៀងហត់បន្តិចណារកស៊ីអីនោះរៀងហត់បន្តិចអត់សូវបាននឹងមកកន្លែងចាឃើញថាអត់បញ្ហាអញ្ចឹងយើងមើលអំពីលុយកាក់ចាសម្រាប់អ្នកឆ្នាំឆ្លូវមិនដែរណាចាឃើញថាលុយកាក់ណាយើងមានការព្រួយបារម្ភច្រើនតិចនៅក្នុងខែ6ពាក់ព័ន្ធជាមួយនឹងលុយកាក់ជាពិសេសណាអស់លុយអស់កាក់ពាក់ព័ន្ធជាមួយប្រព័ន្ធផ្លូវច្បាប់ចាឬក៏អ្នកដែលធ្វើការជាមួយឯកសារឬក៏ផ្លូវច្បាប់អាចនឹងមានឱកាសបានលុយតែសម្រាប់អ្នកធ្វើការហ្នឹងឯណាប៉ុន្តែបើសិនជាយើងធ្វើការរកស៊ីធម្មតាយើងអាចនឹងអស់លុយដោយសាររឿងផ្លូវច្បាប់មានកង្វល់ច្រើនបានន័យថាមានកង្វល់ច្រើនហត់នឿយនៅក្នុងរឿងលុយកាក់ចាណាមានអារម្មណ៍ថាកង្វល់ឬក៏ពិបាកចិត្តនៅក្នុងរឿងលុយកាក់អត់ទាន់បានទទួលលាភធំដុំអីទេចាអត់មានលាភធំដុំអីទេណាគាត់ថាបានបន្ទប់អាចថាខែ6នេះចំណូលចូលមករៀងតឹងតិចចាអូខេឥឡូវយើងមើលទៀតតកតងជាមួយនឹងស្នេហាយ៉ាងណាដែរណាចាពាក់ព័ន្ធមួយស្នេហាមើលស្នេហាអាយ៉ាស្នេហាមិនសូវជាល្អទេចាមិនល្អទេពាក់ព័ន្ធជាមួយនឹងស្នេហាឃើញថាមានរឿងមិនល្អជាច្រើនដែលកើតឡើងទី1ដៃគូស្នេហាយើងមិនស្មោះត្រង់ជាមួយនឹងយើងឬទី2ដៃគូស្នេហាឬក៏ប្តីប្រពន្ធយើងមានអ្នកណាម្នាក់ឈឺណាឈឺជាពិសេសដៃគូយើងឈឺចាឬមួយទៀតអាចថាអ្នកដែលចូលមកក្នុងជីវិតយើងគឺមិនស្មោះត្រង់នៅក្នុងរឿងស្នេហាជាមួយនឹងយើងទេគេកុហកយើងគេមកក្នុងចេតនាមួយដែលមិនពិតប្រាកដចេតនាមួយដែលមិនស្មោះត្រង់ចេតនាមួយបែបចង់លេងសើចនៅក្នុងរឿងស្នេហាយើងឃើញថាมันជាល្អទេនៅក្នុងរឿងស្នេហាណាហើយសម្រាប់អ្នកមានប្តីប្រពន្ធចូលប្រយ័ត្នប្រយែងបន្តិចណាប្រយ័ត្នអាចមានចំនួនដោយសារតែការមិនទុកចិត្តគ្នាដោយសារតែការក្បត់គ្នាដែរចាអញ្ចឹងខ្ញុំឲ្យប្រយ័ត្នប្រយែងអញ្ចឹងអ្វីដែលអាចធ្វើទៅបានការគ្រប់គ្រងអារម្មណ៍ធ្វើអ្វីគ្រប់យ៉ាងដោយប្រើបញ្ញាយកមកគិតចាអញ្ចឹងយើងទៅមើលអរគុណច្រើនសម្រាប់អ្នកដែលកំពុងតែមើលនេះចាជួបគ្នាវីដេអូក្រោយទៀតបាយបាយ